នៅក្នុងវីដេអូមួយនេះខ្ញុំបានចូលរួមពិធីតាំងពិព័រណ៍ទទួលនិស្សិតអន្តរជាតិឆ្នាំ2026នៅសាលា Sun Moon University អ្នកទាំងគ្នាហើយនៅក្នុងដៃពួកខ្ញុំនីមួយៗនេះគឺជាគូសពងដែលគេណែនាំពីសាកលវិទ្យាល័យដែលទៅតាមមុខវិជ្ជាមួយហើយយើងអាចទៅតាមស្តង់មួយហ្នឹងដើម្បីសួរនាំគេពីការចូលរៀនទៅតាមមុខវិជ្ជានីមួយៗអញ្ចឹងទៅឥឡូវនេះយើងកំពុងតែដើររកមើលថាយើងគួរចូលស្តង់ណាមុនដើម្បីសួរព័ត៌មានតាក់ទងនឹងការចូលរៀនអញ្ចឹងទៅហើយសម្រាប់ខ្ញុំគឺខ្ញុំរៀនចប់សាកលវិទ្យាល័យហើយគឺព័ត៌មានដែលខ្ញុំស្វែងរកគឺ Master តែប៉ុណ្ណោះអ្នកនរគ្នាហើយសម្រាប់និស្សិតចូលរួមគឺថាច្រើនខ្លាំងមែនតើអ្នកនរគ្នាមកពីបណ្ដាប្រទេសផ្សេងៗគេមករៀននៅប្រទេសកូរ៉េអីចឹងណាអ្នកនរគ្នាដឹងហើយគេថាប្រទេសកូរ៉េសម្បូរនិស្សិតបរទេសមករៀនច្រើនមកធ្វើការច្រើនខ្លាំងមែនតើហើយឡានដែលនៅខាងមុខខ្ញុំនេះគឺជាឡានដែលគេកែច្នៃឡើងដោយនិស្សិតដែលរៀននៅសាកលវិទ្យាល័យ Sun Moon University ហ្នឹងហើយអ្នកនរគ្នាឥឡូវយើងមកបន្តស្វែងរកស្តង់ដែលយើងត្រូវរកទៀតអ្នកនរគ្នាដោយសារតែមនុស្សច្រើនពេកហើយស្តង់ក៏ច្រើនដែរអញ្ចឹងយើងអត់ដឹងថាស្តង់មួយណាដែលយើងត្រូវទៅទេឥឡូវប្រហែលជាខ្ញុំរកឃើញនៅគឺនៅខាងមុខហ្នឹងហើយអ្នកនរគ្នាហើយបញ្ជាក់ម្ដងទៀតកម្មវិធីនេះគេធ្វើដើម្បីណែនាំដល់និស្សិតបរទេសដែលគាត់អត់ទាន់មានមុខវិជ្ជាដែលត្រូវរៀនជាពិសេសអ្នកដែលគាត់កំពុងតែរៀនជាភាសាកូរ៉េហើយត្រៀមខ្លួនចូលសាកលវិទ្យាល័យឬក៏ Master អញ្ចឹងទៅអ្នកនរគ្នាហើយទៅតាមស្តង់នីមួយៗហ្នឹងគឺទៅតាមមុខវិជ្ជារបស់គេនីមួយៗដែរហើយនៅមុខវិជ្ជារបស់គេនីមួយៗហ្នឹងយើងអាចសួរព័ត៌មានបានថាមុខវិជ្ជាមួយហ្នឹងតើយើងត្រូវរៀនទៅលើអីខ្លះអញ្ចឹងអ្នកនរគ្នាហើយគេមានជាកដោឲ្យយើងបន្តិចបន្តួចនៅពេលដែលយើងសួរព័ត៌មានហើយអីចឹងទៅ